Ok, số dưới nó nếu nhóm bắt cài ngày này xem mộtต่อ sẽ đường Internet đa community đã chỉ số mộtต่อ hoặc nhóm số óc con đỏ brother Rotana đã bàn ốp tham nhóm 10 riếp phong đàiហើយនេះគឺជា QR របស់ខ្ញុំបើអ្នកទាំងអស់គ្នាចង់ donate ឲ្យ donate បានតោះឥឡូវកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានសាច់រឿងបន្តរបស់យើងទាំងអស់គ្នាដោយផ្ដើមមកអាប៉ែនោះក៏បានឃើញផ្លាកឈ្មោះរបស់តួឯកប្រុសរបស់យើងដែលគេមកពីទីក្រុងអ៊ីងយ៉ាងខេត្តយូឡាំងនៃតំបន់ផ្កាយភ្លឺផងដែរពេលនោះមានកូនចៅរបស់អាប៉ែសក់បាននឹងបានប្រាប់ថាតួឯកប្រុសរបស់យើងគេគឺជាមេបងធំនៅតំបន់ហូមណានហើយដោយសារតែគេខូចខាតខាងស្នូវិញ្ញាណមិនអាចវឹកហាត់បានក៏ត្រូវគ្រួសារមកដេញចេញផងដែរលើដូចនេះក៏មានបរិមអ្នកទៀតបាននិយាយថាគេពិតជាមានទេពកោសល្យយើងគួរតែយកគេចូលក្រុមផងដែរប៉ុន្តែអបិសោះបាននេះបានច្រាំងថាគេមានភាពរឹងមាំទេពកោសល្យប៉ុន្តែគេពិតជាទន់ជ្រាយហើយយើងក៏បានឃើញថាតួឯកប្រុសរបស់យើងគាត់មិនបាននិយាយអ្វីទាំងអស់ដោយគាត់កំពុងតែរៀកនោមដាក់ខោនេះឯងបន្ទាប់មកគាត់ក៏បានសុំអង្វរជីវិតពីអបិសោះបាននឹងផងដែរហើយមើលទៅតួឯកប្រុសរបស់យើងក្នុងវគ្គនេះគេពិតជាកំសត់ខ្លាំងមែនទែននឹងគាត់គិតអ្វីនោះទេតែតួឯកប្រុសរបស់យើងគាត់នៅតែអង្វរសុំជីវិតដដែលឲ្យគាត់ធ្វើអ្វីក៏ដោយគាត់ក៏បានគិតថាការសម្ដែងរបស់ខ្ញុំពិតជាមានន័យគេក៏បានយកគាត់ទៅចងបាត់ទៅរួចគាត់ក៏បានគិតក្នុងចិត្តថាតើសូដាមនាងបានទៅណាហេតុអ្វីមិនចេញមកនិយាយជាមួយនឹងខ្ញុំបែបនេះព្រាមណោបៈសក់បាក៏បានយកដើរតួឯកប្រុសរបស់យើងមកមើលផងដែរហើយគេក៏បាននិយាយឡើងថាគាត់តែជាអ្នកលេងតាំងកញ្ចាំងផ្លូវកំពេចកប៉ុកតែប៉ុណ្ណោះប៉ុន្តែតួឯកប្រុសរបស់យើងគេពិតជាមានសមត្ថភាពអាចសម្លាប់កូនចៅរបស់ខ្ញុំបានទៅដល់2នាក់តួឯកប្រុសរបស់យើងបានគិតក្នុងចិត្តថាគេមិនដឹងនោះទេការពិចិត្រមុនខ្ញុំគឺជាអ្វីហើយជាតិមុនខ្ញុំគឺជាក្រុមអ្នកបញ្ចុតដូចជាគេផងដែរដោយតួឯកប្រុសរបស់យើងក៏ពិតជាប៉ិនសម្ដែងខ្លាំងមែនទែនភ្លាមនោះក៏មានបរិមម្នាក់ទៀតបានថាយើងក៏ទៅយកគេចូលគ្រប់ផងដែរហើយយើងក៏បានឃើញថាមានគ្នារបស់អាប៉ែក្នុងម្នាក់ក៏បានដកដាវហូតមកដល់កាប់តួឯកប្រុសរបស់យើងផងដែរហើយអាប៉ែដែលមេក្រុងក៏បានជឿថាឯងគួរទៅធ្វើឆ្កែដើម្បីសុំជីវិតរបស់យើងទៅឯងសប្បាយហើយទៅទីជាតិឯងបានទៅឋាននរកហើយគ្មានផ្លូវដែលយើងយកមនុស្សដូចជាឯងមកចូលក្រុមទាំងទីហើយយើងក៏បានឃើញថាបរិមម្នាក់នោះកំពុងរៀបនឹងកាប់តួឯកប្រុសរបស់យើងមិនម៉ៃរបស់យើងក៏ខំប្រឹងរើនោះដែរហើយអាប៉ែម្នាក់នោះគាត់ក៏បាននិយាយថាមិនបាត់រើនោះទេឯងគ្មានផ្លូវនោះទេប៉ុន្តែភ្លាមនោះតួឯកប្រុសរបស់យើងក៏បានកំពុងឃើញមើលដាវអ្វីម្យ៉ាងហើយគាត់និយាយថាដាវនោះហើយដែលគាត់សម្ដៅទៅដល់នោះគឺជាបរិមម្នាក់ដែលកំពុងតែឈរនៅពីក្រៅអាប៉ែនោះផងដែរភ្លាមនោះតួឯកប្រុសរបស់យើងក៏បានអោនក្បាលគ្រប់លោកម្ចាស់តែម្ដងគឺព្រះលោហិតហើយធ្វើឲ្យគ្រប់គ្នាមានការស្រឡាញ់ការជាមួយនឹងលោកពាក់ក្រោយនឹងមែនទែនហើយមេក្រុមដែលដឹកនាំមកទីនេះក៏បាននិយាយថាឯងធ្វើការអ្វីហ្នឹងប៉ុន្តែពេលដែលគេងាកទៅក្រៅទៅធ្វើឲ្យគេមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះគេបានឃើញបរិមម្នាក់កំពុងតែបញ្ចេញចំហាយពិឃាតហើយតួឯកប្រុសរបស់យើងក៏បាននិយាយថាគេគឺជាតារាផ្កាយទី4ពេលនោះតារាផ្កាយទី4ក៏ដើរមកកាន់តួឯកប្រុសរបស់យើងហើយបាននិយាយថារាល់បេសកកម្មរបស់ខ្ញុំមិនដែលមានអ្នកណាចំណាំខ្ញុំបាននោះទេហេតុអ្វីបានជាឯងចំណាំបានដោយបរិមម្នាក់នេះគេមានឈ្មោះថាចាងហូដូដែលជាតារាឈាមទី4នៃតារាឈាមទាំង7នៃលទ្ធិឈាមផងដែរដោយតួឯកប្រុសរបស់យើងគេបានតបទៅកាន់ចាងហូដូថាខ្ញុំចំណាំលោកដោយសារតែដាវមួយនេះពេលនោះចាងហូដូក៏បានញញឹមផងដែរគេបាននិយាយក្នុងចិត្តថាក្មេងប្រុសម្នាក់នេះគេពិតជាមានការវៃឆ្លាតផងដែរដែលអាចចំណាំខ្ញុំបានតួឯកប្រុសរបស់យើងគេក៏បានគិតក្នុងចិត្តគេដូចគ្នាដោយសារតែការពិចិត្រមុនតួឯកប្រុសរបស់យើងគេក៏ជាសមាជិកនៃលទ្ធិឈាមមួយនេះផងដែរដោយតួឯកប្រុសរបស់យើងបាននិយាយកុហកទៀតថាខ្ញុំបានឃើញលោហិតហៅកាត់ផ្ទះរបស់ខ្ញុំផងដែរដោយសម្ដីនេះធ្វើឲ្យអ្នកក្រគ្នាមានការភ្ញាក់ផ្អើលមួយសម្ដីតួឯកប្រុសរបស់យើងរួចតួឯកប្រុសរបស់យើងក៏បានរៀបរាប់ពីជីវប្រវត្តិរបស់គាត់ផងដែរដោយជីតារបស់ខ្ញុំគាត់គឺជាអ្នកចម្បាំងឈាមចចកផងដែរប៉ុន្តែក្រោយសង្គ្រាមបញ្ចប់ជីតារបស់ខ្ញុំក៏បានត្រូវគេបណ្ដេញចេញពីបកលោហិតឈាមផងដែរបន្ទាប់ពីបានត្រូវគេបណ្ដេញចេញមកជីតារបស់ខ្ញុំក៏បាននាំម្ដាយរបស់ខ្ញុំចាកចេញពីទីនោះមកកាន់ទីក្រុងយូឡាំងមួយនេះយ៉ាងសុខសន្តិភាពប៉ុន្តែមិនយូរប៉ុន្មានជីតារបស់ខ្ញុំបានធ្លាក់ខ្លួនឈឺម្ដាយរបស់ខ្ញុំមិនមានជំរឿគាត់ក៏បានទៅធ្វើការជាអ្នកបម្រើនៅត្រកូលផ្កាយភ្លឺផងដែរហើយពេលនោះម្ដាយរបស់ខ្ញុំក៏បានមានស្នេហាទំនាក់ទំនងរួចក៏បានបង្កើតខ្ញុំមកចាងហូដូគេបាននិយាយថារឿងរបស់ឯងពិតជាគួរចាប់អារម្មណ៍ឯងឆាប់និយាយទៀតមកប្រុសរបស់យើងក៏បាននិយាយកុហកទៀតថានៅទីនោះលោកតារបស់ខ្ញុំគាត់ក៏បានបង្រៀនខ្ញុំជាមួយនឹងលោកសឹងគូណូជាមួយនឹងចូលម៉ាន់ដូផងដែរដោយលើសម្ដីបែបនេះធ្វើឲ្យអ្នកគ្រប់គ្នានៅទីនោះក៏មានការភ្ញាក់ផ្អើលជាមួយនឹងសម្ដីតួឯកប្រុសរបស់យើងដោយសារតែអ្នកទាំងពីរគិតជាមេដឹកនាំដ៏ខ្លាំងក្លាក្នុងពេលបច្ចុប្បន្នដែលមិនមាននរណាអាចប្រៀបផ្ទឹមជាមួយគាត់បានឡើយចាងណូដូគេក៏មានការភ្ញាក់ផ្អើលជាមួយតួឯកប្រុសរបស់យើងផងដែរប៉ុន្តែពេលនោះអបិសោះបានក៏បាននិយាយថាលោកម្ចាស់កុំជឿសម្ដីគេច្រើនពេកប៉ុន្តែគាត់ក៏បានបាត់មកវិញដោយសារតែចាងណូដូគេក៏បាននិយាយថាយើងឲ្យឯងលុកមកជាមួយយើងតាំងពីពេលណាហើយអបិសោះបានក៏បានសុំទោសទៅកាន់ចាងណូដូផងដែរភ្លាមនោះចាងណូដូគេក៏បានមកនិយាយជាមួយនឹងតួឯកប្រុសរបស់យើងផងដែរគេបាននិយាយថារឿងនេះវាដូចជាចម្លែកធ្វើឲ្យតួឯកប្រុសរបស់យើងគេមានការភ័យខ្លាចជាខ្លាំងដោយគេបានគិតក្នុងចិត្តថាតើខ្ញុំសម្ដែងខ្លាំងណាស់ខុសមែនទេពេលនោះអបិចាងហូដូគេក៏បានសើចឡើងតែម្ដងរួចក៏បាននិយាយថាយើងគ្រាន់តែធ្វើលេងជាមួយនឹងឯងនោះទេធ្វើឲ្យតួឯកប្រុសរបស់យើងក៏មានការកៀងជាមួយនឹងអបិចាំងណូដូមែនតើខ្ញុំពិបាកហៅឈ្មោះមែនតើចាំងណូដូឡើយខ្ញុំសុំហៅថា
តារាឈាមទី4ទៅបានហើយនឹងគ្នាតារាឈាមទី4ក៏បានអញ្ជើញទួយប្រុសរបស់យើងឲ្យចូលក្នុងក្រុមជាមួយនឹងគេផងដែរទួយប្រុសរបស់យើងក៏មិនគិតយូរនោះទេគាត់ក៏បានយល់ព្រមភ្លាមតែម្ដងហើយយើងក៏បានឃើញថាតារាឈាមទី4ក៏បានដើរមកសម្ដៅផងដែរហើយក៏បានឲ្យអបិសោបាហើយកូនកំបិតដែលគេកំពុងទៅកាន់ឲ្យគាត់រួចគាត់ក៏បានយកដៃទៅចាប់កំបិតនោះផងដែរពេលដែលគាត់បានកំបិតនោះហើយគាត់ក៏បានមើលវាថាវាគឺជាកំបិតល្អប៉ុន្តែវាមិនគួរទុកឈាមគ្នារបស់យើងនៅទីនេះនោះទេគាត់ក៏បានកាច់ចុងនោះចោលរួចក៏បានផ្ដោតកំបិតនោះមកឲ្យទួយប្រុសរបស់យើងវិញផងដែរដោយគាត់បាននិយាយថាឯងត្រូវតែស្ម័គ្រស្មោះហើយក៏បានឲ្យទួយប្រុសរបស់យើងគេក្រោបឡើងផងដែរហើយយើងក៏បានឃើញថាសូដាមចេញមកដោយនាងមានការស្រែកជាខ្លាំងដោយសារតែនាងបាត់សោះនេះឯងតារាឈាមទី4ក៏ឲ្យបានអបិសោបានទៅតាមដានទួយប្រុសរបស់យើងផងដែរហើយយើងក៏បានឃើញនៅក្នុងអត្តេសមួយនោះដល់ជាទួយប្រុសរបស់យើងជាមួយនឹងសូដាមនឹងឯងតែភ្លាមនោះយើងក៏បានឃើញថាមានភ្លើងអ្វីម្យ៉ាងលេចចេញមកនឹងគឺជាភ្លើងពណ៌ខៀវដែលទួយប្រុសរបស់យើងជួបប្រទះការពីលើកមុនផងដែរភ្លើងនោះក៏បានស្រូបទួយប្រុសរបស់យើងទៅកាន់លំហអ្វីមួយទួយប្រុសរបស់យើងគេខំស្រែកហៅសូដាមមែនតែគេក៏បានឃើញថាគឺមានដូចជាក្រាក់ស៊ីមួយផងដែរភ្លាមនោះគេក៏បានដឹងខ្លួនមកវិញដោយគេមានការភ្ញាក់ផ្អើលនឹងមុននឹងខ្លួនឯងសូដាមក៏បានខឹងគេផងដែរដោយសារតែគេមិនបានឆ្លើយតបនឹងនាងប៉ុន្តែសូដាមនាងក៏បានចោទអារម្មណ៍ឃើញដែរទួយប្រុសរបស់យើងមានចំហាយភ្លើងរួចនាងមិនគិតច្រើននោះទេនាងក៏បានចូលទៅដេកបាត់ទៅទួយប្រុសរបស់យើងក៏មិនដឹងធ្វើអ្វីក៏បានដេកផងដែរពេលព្រឹកឡើងយើងក៏បានឃើញថាតែខ្សែបានមកដល់លទ្ធិឈាមបាត់ទៅហើយក៏មានបរិសម្នាក់បានស្រែកด่าពួកគេឲ្យចេញមកខាងក្រៅហើយយើងក៏បានឃើញថាមានមនុស្សជាច្រើនដែលគេចាប់មកទីនេះហើយនៅទីនេះដូចជាប៉ាមួយអញ្ចឹងហើយសូដាមក៏បានងើបចេញមកផងដែរក៏បានសួរទៅកាន់ទួយប្រុសរបស់យើងថាតើនេះនៅទីណាទួយប្រុសរបស់យើងក៏បាននិយាយថានៅប៉ាឈាមនេះឯងហើយយើងក៏បានឃើញមានបរិសម្នាក់ដែលគេមានឈ្មោះថាសឹងគូដែលគេគឺជាមេដឹកនាំឈាមចចកផងដែរពេលនោះក៏មាននរណាម្នាក់បានដើរមកបុកទួយប្រុសរបស់យើងដោយគេនោះមិនមាននរណាឆ្ងាយទៅទេគឺជាអាវខៀវនិងអាវក្រហមនឹងឯងហើយអាវខៀវក៏បានសួរទៅកាន់ទួយប្រុសរបស់យើងថាមិនអីនោះទេភ្លាមនោះកណ្ដឹងក៏បានរើឡើងហើយក៏បានឃើញថាប្រុសសក់បាននៅនិយាយឡើងថាពួកឯងទាំងអស់គ្នាត្រូវតែរត់មកទីនេះទួយប្រុសរបស់យើងគេមិនចាំយូរគេក៏បានស្ទុះទៅមុនគេផងដែរអាវខៀវនិងអាវក្រហមឃើញដូចនេះក៏មានការភ្ញាក់ផ្អើលផងដែរទាំងឆ្ងល់ប៉ុន្តែយើងក៏បានឃើញថានៅខាងក្រៅក៏មានបរិសម្នាក់ដកដាវកាត់សម្លាប់មនុស្សយ៉ាងគ្មានញញើតដែរនោះទេធ្វើឲ្យទាំងអស់គ្នាភ័យខ្លាចដោយគ្មានជំរឿសក់ក្រហមនិងសក់ខៀវក៏បានស្ទុះមកកាន់ទួយប្រុសរបស់យើងផងដែរទីបំផុតពួកគេទាំង3នាក់ក៏បានមកដល់ទីរួមជាមួយនឹងមនុស្សម្នាជាច្រើនទៀតផងដែរដោយគេបាននិយាយថាមើលទៅពួកគេពិតជាលឿនមែនឆ្នាំនេះសូដាបានសួរទៅកាន់ទួយប្រុសរបស់យើងថាឯងពិតជាប្រកបហើយមែនទេដែលចូលលទ្ធិឈាមហើយភ្លាមនោះបរិសដែលជាសឹងគូក៏បាននិយាយថាសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់លទ្ធិឈាមផងដែរធ្វើឲ្យអ្នកទាំងអស់គ្នាមានការភ្ញាក់ផ្អើលនិងស្រឡាំងកាំងមែនទែនភ្លាមនោះក៏មានបរិសម្នាក់មកតវ៉ាដោយសារថាពួកឯងបានកាត់សម្លាប់ក្រុមគ្រួសាររបស់យើងនិងអ្នកភូមិរបស់យើងជាច្រើននេះហើយក៏បានចាប់យើងមកទីនេះប៉ុន្តែក៏មានបរិសម្នាក់មិនពេញចិត្តនឹងសម្ដីនេះនោះទេគេក៏បានដកដាវមកដើម្បីកាប់បំបីក្បាលរបស់បរិសម្នាក់នេះបាត់ទៅធ្វើឲ្យអ្នកទាំងអស់គ្នាមានការភ្ញាក់ផ្អើលខ្លាំងលើកលែងទទួលឲ្យប្រុសរបស់យើងតែប៉ុណ្ណោះហើយគេក៏បានយល់ថាតើអ្នកណាហ៊ានកម្រើទីនោះទេហើយភ្លាមនោះបរិសម្នាក់នោះក៏បានយកអ្វីមកនោះគឺជាប៉ារ៉ាសិតនេះឯងដោយគេបានសួរថាតើមានអ្នកណាស្គាល់របស់នេះឬទេទួយប្រុសរបស់យើងក៏បាននិយាយថាវាគឺជាប៉ារ៉ាសិតឈាមមើលទៅរូបរាងរបស់វាពិតជាខ្លាំងមែនទែនហើយទួយប្រុសរបស់យើងបានបន្ថែមទៀតថាយើងត្រូវតែលើវាក្នុងរយៈពេល24ម៉ោងម្ដងដើម្បីបញ្ជាការឈឺចាប់ធ្វើឲ្យអាខេមានការភ្ញាក់ផ្អើលជាមួយទួយប្រុសរបស់យើងសឹងគូគេក៏មានការខ្សោយខ្សែជាមួយទួយប្រុសរបស់យើងខ្លាំងមែនទែនផងដែរដែលគេបាននិយាយថាមើលទៅយើងទទួលបានមនុស្សស្ម័គ្រស្មោះជាមួយនឹងយើងថែមម្នាក់ទៀតហើយនោះគឺទួយប្រុសរបស់យើងនេះឯងសឹងគូក៏បាននិយាយថាតើណាជាអ្នកសាររបស់មុនគេភ្លាមនោះទួយប្រុសរបស់យើងក៏បានស្ម័គ្រចិត្តទៅមុនគេផងដែរយើងក៏បានឃើញថាទួយប្រុសរបស់យើងក៏បានដើរឡើងទៅមួយហើយក៏បានលេបប៉ារ៉ាសិតឈាមនោះចូលក្នុងពោះហើយក៏បានអស់កូនទៅកាន់សឹងគូផងដែរសឹងគូបាននិយាយថាតើណាជាអ្នកបន្ទាប់ពេលដែលទួយប្រុសរបស់យើងចុះមកវិញក៏មានអារម្មណ៍ថាដូចជាប្លែកហើយធ្វើឲ្យគាត់មានការឈឺចុកចាប់ជាខ្លាំងគាត់បាននិយាយថាមិនបានទៅជាបែបនេះវាមិនអាចនោះទេហើយយើងក៏បានឃើញថាបែបនេះគឺសើតែម្ដងប្រុសសបាហើយទួយប្រុសរបស់យើងក៏បាននិយាយថាឯងធ្វើអ្វីមកលើយើងហើយទួយប្រុសរបស់យើងក៏បានធ្ងន់ធ្ងរទៅពេលនោះប្រុសសបាក៏បានមកចាប់ទួយប្រុសរបស់យើងបាននិយាយថាយើងនឹងជួយឯងគេក៏បាននិយាយបាត់ដៃមួយទៅហឹងហើយក៏បានវាយទៅកាន់ទួយប្រុសរបស់យើងតែទួយប្រុសរបស់យើងបែរជាចេញផោមទៅវិញធ្វើឲ្យប្រុសសបាមានការតកែជាមួយទួយប្រុសរបស់យើងជាខ្លាំងសម្បីតែសូម៉ានេះក៏បានសើចចំអកទៅកាន់ទួយប្រុសរបស់យើងផងដែរភ្លាមនោះអាខៀវក៏បានសួរមកកាន់ទួយប្រុសរបស់យើងថាតើយើងធ្វើអ្វីបន្តទៀតហើយប្រុសសបាក៏បាននិយាយថាការធ្វើតែជុំទី2ចាប់ដើមតើឯងមានឃើញអ្វីនៅក្រៅឯងនោះទេនេះគឺជារូងភ្នំនៅក្នុងរូងភ្នំនេះមានព្រឹត្តិការណ៍ចាំវាតម្លៃទៅកាន់ពួកឯងពេលដែលឯងប្រឡងចប់ហើយលទ្ធផលរបស់ឯងនឹងបែងចែកទៅតាមផ្លាកឈ្មោះតែបានឃើញអ្វីដែលយើងកំពុងតែពាក់នេះទេនេះគឺជាកណាត់ពកខៀវដែលបញ្ជាក់ថានេះគឺជាអ្នកចម្បាំងដែលខ្លាំងជាងគេក្នុងលទ្ធិឈាមហើយបើណាអាចឈានដល់កម្រិតមួយនេះគេនឹងត្រូវដកប៉ារ៉ាសិតចេញពីក្នុងខ្លួនផងដែរដោយលើដូចនេះធ្វើឲ្យមនុស្សនៅទីនោះមានការស្រឡាំងកាំងផងដែរនិងភ្ញាក់ផ្អើលរួមជាមួយនឹងទួយប្រុសរបស់យើងផងដែរហើយភ្លាមនោះប្រុសសក់បាក៏បានផ្លុំអ្វីម្យ៉ាងធ្វើឲ្យទួយប្រុសរបស់យើងមានការឈឺក្បាល
ហើយយើងមិនឃើញថាបន្តមកទៀតក៏មានមនុស្សជាច្រើនទៀតឈឺក្បាលផងដែរប្រសពបានក៏បានយល់ថាតែយើងឲ្យពួកឯងរញ៉េរញ៉ៃតាំងពីពេលណាអាខៀក៏បាននិយាយថាខ្ញុំនឹងធ្វើវាឲ្យបានដើម្បីយកប៉ារ៉ាសិតចេញពីក្នុងខ្លួនរបស់ខ្ញុំគាត់មានការបដិញ្ញាចិត្តមុំមងខ្លាំងមែនទែនធ្វើឲ្យទួយប្រុសរបស់យើងគេក៏មានការភ្ញាក់ផ្អើលផងដែរភ្លាមនោះប្រអាខៀក៏បានលើកដៃឡើងផងដែរហើយប្រសពបានក៏បាននិយាយថាយើងមិនទាន់ដល់វេនឯនោះទេហើយគេក៏បានស្នើសុំធ្វើការតេស្តនេះមុនគេតែម្ដងពេលដែលគេធ្វើការរត់ចូលទៅក៏បានស៊ីមួយដៃបាត់ទៅហើយដែលធ្វើឲ្យអាខៀក៏បានប៉ាទៅបុកនឹងថ្មផងដែរហើយអ្នកទាំងនោះគឺជាប្រូសបាសយើងនេះឯងគាត់បាននិយាយថាមិនទាន់ដល់វេននោះទេមើលទៅសភាពប្រូអាខៀពិតជាមានការឈឺចាប់ក្នុងមែនទែនទោះប្រូរបស់យើងក៏បានសុំថាខ្ញុំនឹងចូលទៅមុនហើយគាត់ក៏បានទៅជួបជាមួយនឹងបរិសម្នាក់ដែលគេមានឈ្មោះថាសេងគូណូដែលជាចៅនេះនៃឈាមលោហិតផងដែរហើយសេងគូណូក៏បានសួរទៅកាន់ទោះប្រូរបស់យើងថាឯងមកពីខេត្តយូឡាងមែនទេទោះប្រូរបស់យើងគាត់ក៏បានគណិតក្នុងចិត្តហើយគាត់ក៏បានឆ្លើយថាបាទត្រូវហើយខ្ញុំមកពីយូឡាងហើយខ្ញុំក៏ជាផ្នែកមួយនៃត្រកូលពន្លឺផងដែរភ្លាមនៅបរិសម្នាក់នឹងក៏បានដកកំបិតចេញមកហើយសាច់រឿងរបស់យើងក៏បានមកដល់ទីបញ្ចប់ផងដែរបាយបាយអ្នកនរជួបគ្នានៅវីដេអូក្រោយបាយបាយ